បាទជំរាបសួរដោយមានសំណូមពរជាច្រើនឲ្យខ្ញុំជួយបកស្រាយរឿងប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិចបាទតើមកពីមូលហេតុអ្វីបាទគ្មានជាឡាចរិតឬក៏ភ័ស្តុតាងណាជាក់លាក់ដែលកំណត់ថាប្រាសាទនឹងបែរមុខទៅខាងលិចដោយមូលហេតុចេះបាទនោះអត់ទេតែជាសមត្ថកម្មជាច្រើនបានលើកឡើងហើយយើងក៏យកមកពិចារណាផងទៅខ្ញុំលើកមកនេះមិនមែនថាខ្ញុំត្រឹមត្រូវនោះទេក៏ប៉ុន្តែសមត្ថកម្មមួយនោះលើកឡើងថាអង្គរវត្តបែរមុខទៅទិសខាងលិចក៏ព្រោះតែបែរមុខគោរពទៅទីក្រុងយសោធរបុរៈគឺទៅភ្នំបាខែងណានោះជាសមត្ថកម្មមួយសមត្ថកម្មមួយទៀតបែរមុខទៅទិសខាងលិចក៏ដើម្បីគោរពព្រះវិស្ណុដែលនៅទិសខាងលិចទន្ទឹមគ្នានឹងនោះប្រាសាទអង្គរវត្តហ្នឹងក៏ជាប្រាសាទដែលគ្រប់ព្រហ្មញ្ញសាសនាផ្នែកនិកាយព្រះវិស្ណុដោយមាននាមដើមក៏សមដោយព្រះមរណនាមរបស់ព្រះបាទសូរ្យវង្សទី2ថាបរមវិស្ណុលោកបាទហើយក៏សមថាជាភ្នោបានជាបែរមកទៅទិសខាងលិចតែយើងក៏គួរពិចារណាមើលដែរក្នុងអរិយធម៌អង្គរចាប់ផ្ដើមឡើងដែលមានប្រាសាទភ្នំសម្រាប់រាជហើយក៏ជាប្រាសាទសម្រាប់បញ្ចុះអាទិធាតុរបស់ព្រះមហាក្សត្រមុនគេនោះគឺប្រាសាទបាគងដែលមាននាមដើមថាអិនត្រេស្វរៈបាទបែរមុខទៅគឺខាងកើតឥឡូវយើងពិចារណាភ្នោដូចគ្នា